នេះបងប្អូនមានរឿងថ្មីមួយទៀតលោកសេដ្ឋីបាទលោកសេដ្ឋីប្រពន្ធ5បាទក៏សម័យបច្ចុប្បន្នយើងហៅថាអុកញ៉ាបាទអញ្ចឹងសាច់រឿងនេះគឺបង្ហាញដោយម្ដេចបងប្អូនស្ដាប់ទាំងអស់គ្នាបាទសាច់រឿងនេះគឺផ្ដើមដោយលោកថៃវីរៈបាទថៃវីរៈបានប្រសូតនៅក្នុងត្រកូលអ្នកមានស្ដុកស្ដំតាំងពីកំណើតមកម្លេះគេថាគាត់ជាអ្នកមានមកគាត់កើតមកចំត្រកូលអ្នកមានតែម្ដងគាត់ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំជាងគេនៅទូទាំងប្រទេសដែលធ្វើឲ្យទ្រព្យសម្បត្តិរបស់លោកកើនឡើងដូចទឹកបាក់ទំនប់អ្វីត្បិតតែលោកមានទ្រព្យសម្បត្តិមហាសាលមែនតែចិត្តគំនិតរបស់លោកនៅតែជាមនុស្សសុភាពរាបសារនិងមានសេចក្តីស្មោះត្រង់ចំពោះភរិយារបស់លោកគឺអ្នកស្រីលក្ខបាទអ្នកស្រីលក្ខគឺជាស្ត្រីម្នាក់ដែលពោរពេញដោយគុណធម៌តែងតែមើលថែស្វាមីដោយគោរពនិងរក្សាលំនៅឋានមានភាពកក់ក្ដៅជានិច្ចបាទជីវិតគូរបស់លោកវីរៈមានសេចក្តីសុខណាស់ផ្ទះសម្បែងរបស់លោកធំស្កឹមស្កៃហាក់បីដូចជាឋានសួគ៌នៅលើដីលោកសេដ្ឋីតែងតែត្រឡប់មកពីធ្វើការដោយស្នាមញញឹមហើយអ្នកស្រីលក្ខតែងតែរង់ចាំស្វាមីដោយសេចក្តីស្រឡាញ់បាទប៉ុន្តែភាពស្ងប់ស្កល់នេះត្រូវបានរង្គោះរង្គើបន្តិចម្ដងដោយសារការប្រៀបធៀបខ្លួនទៅនឹងមិត្តភ័ក្តិបាទអញ្ចឹងដូចពាក្យចាស់លោកថាចង្គៀងអ្នកណាភ្លឺផ្ទះអ្នកនោះបាទអញ្ចឹងធ្វើអីកុំទៅប្រៀបធៀបខ្លួននឹងអ្នកដទៃពេកបាទអញ្ចឹងជាមើលជីវិតគាត់យ៉ាងម៉េចទៀតបាទបងប្អូនហើយមួយលោកសេដ្ឋីវីរៈបានទៅលេងផ្ទះរបស់មហាសេដ្ឋីច័ន្ទដែលជាមិត្តភក្តិជិតស្និទ្ធនឹងលោកច័ន្ទមានភរិយា2នាក់ពេលសន្ទនាគ្នាលេងលោកវីរៈក៏លួចសួរដោយចង់ដឹងថាមិត្តច័ន្ទខ្ញុំឃើញអ្នកមានភរិយាដល់ទៅ2នាក់តើអ្នករស់នៅយ៉ាងដូចម្ដេចមិនមានការឆ្លោះប្រកែកគ្នាទេឬតើវាលំបាកគ្រប់គ្រងទេលោកច័ន្ទញញឹមដោយមោទនភាពហើយតបទៅវិញថាមិត្តសម្លាញ់អើយការនៅមានភរិយាតែមួយនៅឡើយខ្ញុំគិតថារស់ស្រួលណាស់សម្លាញ់អើយភរិយា2ហ្នឹងគឺមិនពិបាកទេភរិយាទី1មើលការខុសត្រូវកិច្ចការផ្ទះធំដុំភរិយាទី2មើលការផ្នែកហិរញ្ញវត្ថុនិងទទួលភ្ញៀវពួកគេជួយសម្រាលបន្ទុកជាច្រើនណាស់ផ្ទះកាន់តែមានសោភ័ណភាពនិងមានសេចក្តីសុខច្រើនជាងមុនទៅទៀតពាក្យសម្ដីរបស់លោកច័ន្ទបានធ្វើឲ្យវីរៈចាប់ផ្ដើមគិតបាទមួយសប្តាហ៍បន្ទាប់មកលោកវីរៈបានទៅជួបមិត្តភក្តិម្នាក់ទៀតគឺលោកអុកញ៉ាសារ៉េតបាទដែលមានភរិយារហូតដល់ទៅ3នាក់ឯណោះលោកវីរៈក៏សួរសំណួរដដែលលោកសារ៉េតនិយាយដោយទឹកមុខមាំនិងមានអំណាចថាវីរៈអ្នកនៅត្រឹងជាមួយភរិយាម្នាក់ទៀតហើយខ្ញុំមានភរិយា3នាក់ក៏ដូចជាមានអង្គរៈ3នាក់ការពារជីវិតខ្ញុំដូច្នោះដែរពួកគេម្នាក់មានតួនាទីច្បាស់លាស់នរណាម្នាក់មានជំងឺម្នាក់ទៀតជាអ្នកថែរក្សាបាទម្នាក់ទៀតជាអ្នកចម្អិនអាហារម្នាក់ទៀតជាមិត្តនិយាយលេងនឹងខ្ញុំបាទកំដរខ្ញុំនិយាយលេងចឹងទៅវាគឺជាភាពងាយស្រួលដ៏អស្ចារ្យនិយាយដោយស្មោះត្រង់ជីវិតបែបនេះគឺជាសញ្ញានៃអំណាចនិងទ្រព្យសម្បត្តិដ៏ពិតប្រាកដដែលសម្លាញ់ចឹងតែពិតគាត់ភូទេគាត់ពិបាកដែរហ្នឹងតែដោយសារមុខពួកម៉ាក់ចេះនិយាយលើកអញ្ចឹងណាពាក្យសម្ដីរបស់មិត្តទាំងពីរបានដក់ជាប់ក្នុងអារម្មណ៍របស់លោកវីរៈលោកចាប់ផ្ដើមមានអារម្មណ៍ថាជីវិតដែលមានភរិយាតែមួយហាក់បីដូចជាភាពទន់ខ្សោយនិងមិនស័ក្តិសមនឹងឋានៈជាសេដ្ឋីរបស់លោកឡើយលោកវីរៈមិនចង់ត្រឹមតែស្មើនឹងមិត្តភក្តិទេលោកចង់ឲ្យលើសគេតែម្ដងបាទខ្ញុំនិយាយថាបើយកឲ្យលើសកុំយកជាងបាទអញ្ចឹងវាយកលើសសនុកទៅអួតពួកម៉ាក់អញ្ចឹងជាមើលលោកវីរៈគាត់យកប្រពន្ធប្រមាណបាទលោកបានសម្រេចចិត្តដ៏ធំមួយបាទលោកនឹងយកភរិយាដល់ទៅ5នាក់តែម្ដងក្នុងរយៈពេល1ឆ្នាំក្រោយមកលោកបានរៀបការជាមួយនារី4នាក់បន្ថែមទៀតឯណោះនារីទាំង4នាក់សុទ្ធតែស្រស់ស្អាតដូចទេពតាហើយពួកគេបានជ្រើសរើសចេញពីគ្រួសារដែលមានមុខមាត់ផងដែរលោកសេដ្ឋីវីរៈបានសាងសង់វីឡាដ៏ធំមួយទៀតដែលមានបន្ទប់គេងដាច់ដោយឡែកពីគ្នាសម្រាប់ភរិយាទាំង5បាទដាក់បន្ទប់ម្នាក់មួយតែម្ដងបាទនៅពេលដំបូងអ្វីហាក់ដូចជាស្ថិតនៅក្នុងក្តីសុបិនបាទលោកវីរៈមានអារម្មណ៍ថាខ្លួនឯងគឺជាស្ដេចដែលមានស្នំស្រស់ស្អាតចាំមើលថែទាំងកាយទាំងចិត្តបាទអ្នកស្រីលក្ខថ្មីត្បិតតែឈឺចាប់នៅក្នុងចិត្តបន្តិចមែនតែដោយក្តីគោរពចំពោះស្វាមីនិងការខិតខំរក្សាចំណងគ្រួសារក៏បានព្យាយាមរស់នៅចោះសម្រងជាមួយភរិយាចំណូលថ្មីទៅភរិយាថ្មីគាត់ក៏គោរពស្រីលក្ខ
ក្នុងនាមជាបងស្រីធំបាទហើយបរិយាកាសគ្រួសារទាំងមូលពោរពេញទៅដោយភាពស្និទ្ធស្នាលនិងស្នាមញញឹមដ៏កក់ក្ដៅផងដែរលោកវីរៈតែងតែអង្គុយក្នុងសាលដ៏ធំហើយមើលប្រពន្ធទាំងអស់គ្នាជជែកគ្នាលេងរៀបចំកម្មវិធីធ្វើម្ហូបហើយលោកក៏នឹកដល់ពាក្យរបស់មិត្តភក្តិថានេះហើយគឺជីវិតពិតភាពងាយស្រួលភាពរុងរឿងទាំងអស់ស្ថិតនៅក្នុងផ្ទះរបស់ខ្ញុំភាពស្មោះត្រង់ដែលលោកធ្លាប់មានចំពោះភរិយាដើមក៏ត្រូវបានបែងចែករំលែកទៅភរិយាទាំង4នាក់បាទតាមបន្តិចម្ដងបាទតាមលទ្ធភាពដែលលោកអាចធ្វើទៅបានបាទដល់តែ4ទៀតចឹង5បាទមួយចែកជា5ហើយអញ្ចឹងដីសុកហ្នឹងចំពោះម្នាក់គឺបានម្នាក់បន្តិចតែប៉ុណ្ណោះបាទប៉ុន្តែសេចក្តីសុខនោះមិនបានថិតថេរយូរអង្វែងនោះឡើយអញ្ចឹងតែបន្ទាប់មករឿងនោះនឹងកើតមានហេតុដោយម្ដេចទៀតចំពោះបរិសុទ្ធប្រពន្ធ5រូបនេះបាទអូខេចឹងបងប្អូនតាមដានបន្តទៀតបាទក្នុងរយៈពេល3ឆ្នាំបាទភរិយាទាំង5នាក់របស់លោកបានផ្ដល់កំណើតដល់បុត្រីបុត្រាជាច្រើននាក់ដែលធ្វើឲ្យគ្រួសារកាន់តែមានសមាជិកច្រើនឡើងបាទកូនទាំងនោះបាននាំមកនៅសេចក្តីរីករាយយ៉ាងពិតប្រាកដប៉ុន្តែភ្លាមភាពតានតឹងដ៏ត្រជាក់មួយក៏ចាប់ផ្ដើមរីករាលដាលនៅក្នុងបរិយាកាសផ្ទះនេះតែម្ដងនៅពេលដែលលោកវីរៈមានអាយុកាន់តែច្រើនសេចក្តីសុខចាប់ផ្ដើមចេះតែថយបន្តិចម្ដងភរិយាទាំង5នាក់ក៏ចាប់ផ្ដើមគិតគូរពីអនាគតពួកគេលែងគិតពីការជួយសម្រាលទុកប្តីដូចដំបូងទៀតហើយតែបែរជាចាប់ផ្ដើមប្រជែងគ្នាដើម្បីអំណាចទៅវិញបាទតើកូនរបស់នរណាទៅនឹងស្នងតំណែងជាប្រធានក្រុមហ៊ុននិងទទួលមរតកដ៏មហាសាលរបស់លោកសេដ្ឋីបាទនេះហើយជាអ្វីដែលលោកសេដ្ឋីទទួលបានកាដូពិសេសបាទពីប្រពន្ធទាំង5នាក់របស់គាត់បាទគឺជាកូនហើយបន្ទាប់មកគឺជាការចរណែនឈ្នានីសគ្នាបាទដណ្ដើមទ្រព្យសម្បត្តិនិងអំណាចម្ដងការប្រកួតប្រជែងនេះបានលេចឡើងតាមរយៈការសន្ទនាដ៏លាក់កំបាំងការជូនអំណោយដែលលំអៀងទៅរកកូនខ្លួនឯងនិងការប៉ុនប៉ងទាក់ទាញចំណាប់អារម្មណ៍របស់លោកវីរៈឲ្យជឿថាកូនខ្លួនឯងមានសមត្ថភាពជាងកូនអ្នកដទៃភរិយាទី2ចាប់ផ្ដើមនិយាយដើមភរិយាទី3ហើយភរិយាទី4តែងតែញុះញង់កូនរបស់ខ្លួនឲ្យប្រជែងនឹងកូនរបស់អ្នកស្រីលក្ខជាដើមផ្ទះដ៏ធំស្កឹមស្កាយឥឡូវនេះប្រៀបដូចជាសីវៀនប្រយុទ្ធដ៏ស្វិតស្វាញនិងស្ងប់ស្ងាត់មួយបាទភូមិមើលអត់ដឹងទេប៉ុន្តែវិឡាហ្នឹងឃើញដូចអស្ចារ្យណាហើយភាពខាងក្រៅលោកវីរៈជាមនុស្សដែរគួរឲ្យសរសើរនិងគួរឲ្យញ៉ែងណាប្រពន្ធដល់តែ5ហើយមានទ្រព្យសម្បត្តិទៀតតែតាមពិតទៅផ្ទះរបស់គាត់ហ្នឹងពោរពេញដោយរឿងក្តៅក្រហាយទៅវិញនោះទេលោកវីរៈដែលធ្លាប់តែទទួលបានតែភាពកក់ក្ដៅនិងការគោរពឥឡូវបែរជាទទួលរងនៅសម្ពាធបាទពីគ្រប់ទិសទីទាំងអស់ពេលដែលលោកចូលបន្ទប់ណាមួយតែងតែមានប្រពន្ធម្នាក់មកខ្សឹបខ្សៀវអំពីសមត្ថភាពកូនរបស់ខ្លួននិងការញុះញង់បាទទម្លាក់កំហុសទៅលើកូនអ្នកនោះឬក៏ប្រពន្ធខាងនេះខាងនោះអញ្ចឹងទៅហើយធ្វើឲ្យគាត់មានការឈឺក្បាលហើយនឹងមិនស្ងប់ចិត្តនោះទេបងកូនប្រុសនាងធីតាភរិយាទី3មើលទៅដូចជាមិនសូវឆ្លាតទេខ្ញុំខ្លាចថានឹងធ្វើការក្រុមហ៊ុនមានបញ្ហាភរិយាទី2និយាយលោកប្តីខ្ញុំគិតថាមានតែដំណក់ឈាមរបស់ខ្ញុំទេដែលពិតជាស័ក្តិសមនឹងបន្តតំណែងពីលោកព្រោះខ្ញុំជាអ្នកមកក្រោយគេលោកស្រឡាញ់ខ្ញុំជាងគេភរិយាទី5និយាយដោយសម្ដីផ្អែមល្ហែមនិងពោរពេញទៅដោយល្បិចកិច្ចកលបាទលោកវីរៈស្ថិតនៅក្នុងភាពលំបាកវេទនាទាំងផ្លូវកាយនិងផ្លូវចិត្តបាទដោយចម្រៀងលោកតាសិនស៊ីម៉ុតច្រៀងថាទុកអ្វីមិនស្មើទុកប្រពន្ធ2បាទមានតែ2វេទនាប៉ុណ្ណឹងហើយមកមាន5ដោយលោកវីរៈក្នុងវេទនាប៉ុណ្ណាបាទលោកមានអារម្មណ៍ថាភាពស្មោះត្រង់និងភាពកក់ក្ដៅដែលលោកធ្លាប់មានដែលលោកបានធ្លាប់លះបង់បានคล้ายទៅជាឧបករណ៍សម្រាប់ពួកគេប្រើប្រាស់ដើម្បីដណ្ដើមអំណាចគ្នាទៅវិញលោកចាប់ផ្ដើមស្អប់ទ្រព្យសម្បត្តិនិងឋានៈរបស់ខ្លួនដែលបានបំបែកបំបាក់សេចក្តីសុខរបស់ខ្លួនឯងបាទបានសុខក៏ព្រោះតែប្រាក់លំបាកក៏ដោយសារតែប្រាក់បាទតែពេលដែលយើងអត់ប្រាក់វាលំបាកជាងអ្នកមានប្រាក់បាទលោកអើយកាលពីមុនឯងមានភរិយាតែមួយគឺផ្ទះពោរពេញដោយក្តីសុខពេលឯងចង់បានអំណាចហើយយកប្រពន្ធច្រើនបែបនេះពិតជាខុសមែនពួកគេលែងស្រឡាញ់អញពួកគេស្រឡាញ់តែអំណាចនិងលុយកាក់របស់អញប៉ុណ្ណោះលោកសេដ្ឋី
កើតទុកបាទក្រៀមក្រំក្នុងចិត្តតែម្នាក់ឯងថ្ងៃមួយបន្ទាប់ពីលោកវរៈបានអង្គុយស្ដាប់ការឈ្លោះប្រកែកគ្នាដូចជាបទចម្រៀងដែលរគោះរំដំនៅក្នុងបន្ទប់រវាងភរិយាទាំង3នៅមុខបន្ទប់របស់លោកនោះអំពីអ្នកណាមានសិទ្ធិចាត់ចែងដីមួយកន្លែងនោះលោកក៏អស់សង្ឃឹមទាំងស្រុងភ្នែករបស់លោកសេដ្ឋីលែងមានពន្លឺហើយមានតែភាពទទេស្អាតបាទល្ងាចនោះលោកវរៈបានរៀបចំសម្ភារៈបន្តិចបន្តួចហើយដើរចេញពីផ្ទះដោយស្ងប់ស្ងៀមបំផុតនៅពេលដែលភរិយាទាំង5នាក់កំពុងមមាញឹកជាមួយនឹងការឈ្លោះគ្នាបាទមិនមែនទេបងប្អូនជាមួយនឹងពិធីជប់លៀងដ៏ធំមួយដើម្បីបង្ហាញពីឋានៈរបស់ខ្លួនបាទលោកសេដ្ឋីវរៈបានធ្វើដំណើរទៅកាន់វត្តមួយដែលស្ថិតនៅដាច់ស្រយាលហើយបានសម្រេចចិត្តបួសនៅទីនោះលោកបានកោសក់និងពាក់ស្បង់ជីពរប្រគល់ខ្លួនប្រាណនិងចិត្តទៅកាន់ផ្លូវព្រះធម៌ក្រោមលប់ដើមពោធិ៍ភ្នែករបស់លោកវរៈលែងមានភាពលោភលន់និងមហិច្ឆតាចង់បានច្រើនទៀតហើយមានតែសេចក្តីសុខស្ងប់ដ៏ពិតប្រាកដលោកបានរកឃើញភាពកក់ក្ដៅដែលបាត់បង់របស់លោកមិនមែននៅក្នុងផ្ទះវិឡាដ៏ធំស្កឹមស្កៃនោះទេតែនៅក្នុងសេចក្តីស្មោះត្រង់ដ៏បរិសុទ្ធចំពោះព្រះធម៌លោកបានក្លាយជាព្រះសង្ឃមួយអង្គដែលបោះបង់ចោលនៅភាពរញ៉េរញ៉ៃទាំងអស់ដើម្បីស្វែងរកសន្តិភាពផ្លូវចិត្តបាទចំពោះរឿងនេះគឺបានបញ្ចប់ត្រឹមហ្នឹងដោយលោកវរៈបានទៅបួសតែម្ដងហើយទុកទ្រព្យសម្បត្តិហ្នឹងឲ្យប្រពន្ធគេចាត់ចែងទៅបាទនឹងយ៉ាងម៉េចយ៉ាងម៉ាទេ5នាក់នឹងឆ្លោះគ្នានឹងមួយណាទើបទទួលបានមរតកពិតប្រាកដទេបាទអញ្ចឹងសាច់រឿងហ្នឹងគឺចប់ប៉ុណ្ណឹងហើយអរគុណសម្រាប់បងប្អូនដែលស្ដាប់ពីដើមដល់ចប់បាទហើយសម្រាប់រឿងថ្មីឲ្យមានព្យាយាមបន្តនៅសាច់រឿងល្អៗបន្តទៅទៀតគុណសម្រាប់ការ like share និង comment បាទកុំភ្លេចជួយ like share comment ផងបាទ